okay move out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  បកប្រែថាផ្លាស់ចេញឬក៏បដូរគេសំដៅទៅលើផ្ទះអូខេឬក៏ការងារក៏អាចថា move out បានដែរអញ្ចឹង I must move out this apartment tomorrow I must move out this apartment from this I must move out from this apartment tomorrow ខ្ញុំត្រូវតែចាកចេញពីផ្ទះនេះនៅថ្ងៃស្អែកអូខេ I must move out from this apartment tomorrow apartment បកប្រែថាម៉េចអ្នកទាំងអស់គ្នាអ្នកខ្លះបកប្រែថា apartment ហ្នឹងឯគេហៅ apartment តាមគេអូខេអញ្ចឹងអានថា apartment អូខេ apartment ឬក៏ apartment បកប្រែថាបន្ទប់ឬក៏ផ្ទះល្វែងបន្ទប់ដែលយើងជួលនៅរាល់ថ្ងៃគេហៅ apartment តាផ្ទះល្វែងក៏គេហៅ apartment តា apartment ដែលគេធ្វើជួលធំៗក៏ហៅ apartment ដែរមិនអញ្ចឹងហ៎គឺ apartment ទាំងអស់ហ្នឹងណាបកប្រែបន្ទប់ក៏បានផ្ទះល្វែងក៏បានអញ្ចឹងទៅអូខេ I moved into new apartment this morning okay I moved into a new apartment this morning I moved into បកប្រែខ្ញុំរើចូលទៅនៅ a new apartment បកប្រែថាផ្ទះថ្មី this morning កាលពីព្រឹកមិញអូខេខ្ញុំបានរើចូលទៅនៅផ្ទះថ្មីកាលពីព្រឹកមិញនេះអូខេខ្ញុំបានរើចូលទៅនៅផ្ទះឬក៏បន្ទប់ថ្មីកាលពីព្រឹកមិញនេះអូខេអញ្ចឹងយើងប្រាប់មិត្តភក្តិយើងថាខ្ញុំបានរើចូលទៅនៅផ្ទះថ្មីកាលពីព្រឹកមិញអូខេ occasion and occasion អូខេ occasion បកប្រែថាឱកាសឬក៏រដូវឱកាសហ្នឹងឱកាសពិសេសអូខេដែលជាឱកាសដែលវាហុចឲ្យឬក៏ផ្ដល់ឲ្យឬក៏កើតឡើងឬក៏រដូវអាចរដូវបន់ភ្ជុំបិណ្ឌជាហៅ occasion ដែររដូវចូលឆ្នាំចូលឆ្នាំចិនអីយ៉ាងហ្នឹងគេហៅ occasion Chinese New Year occasion ឬក៏ភ្ជុំបិណ្ឌ occasion អញ្ចឹងណាជាឱកាសដែលយើងអាចធ្វើអ្វីមួយបានណា If there is a suitable time I will introduce you to him If there is a suitable time I will introduce you to him អូខេបើមានឱកាសសមស្របខ្ញុំនឹងណែនាំអ្នកទៅគាត់អូខេ If there is a suitable time បើមានឱកាសសមស្រប I will introduce you to him ខ្ញុំនឹងណែនាំអ្នកទៅគាត់អូខេអញ្ចឹង occasion បើប្រែថាឱកាសភ្ជុំបិណ្ឌ occasion people visit their hometown អូខេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ people ពលរដ្ឋអូខេទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពលរដ្ឋទៅលេងស្រុកកំណើតភ្ជុំបិណ្ឌ occasion people visit their family or their hometown okay graduate and graduate okay graduate មានន័យថារៀនចប់ឬក៏បញ្ចប់ការសិក្សាអូខេអញ្ចឹងមកប្រែរៀនចប់ឬក៏បញ្ចប់ការសិក្សាតាមពិតអានេះន័យខ្លះណាបាទអត្ថន័យផ្សេងទៀត graduate បើប្រែថាអ្នកដែលរៀនចប់ក៏អាចបើប្រែបានដែរប៉ុន្តែឥឡូវនេះយើងនិយាយតែពាក្យពីរគឺរៀនចប់ឬក៏ចប់ការសិក្សាឬក៏បញ្ចប់ការសិក្សាអូខេ Siêu Hong graduate with honor Siêu Hong graduate with honor សៀវហុងបានបញ្ចប់ការសិក្សាប្រកបដោយកិត្តិយសអូខេ with honor ហ្នឹងបានប្រកបដោយកិត្តិយស graduate បើប្រែថាបានបញ្ចប់ការសិក្សា graduated អញ្ចឹងសៀវហុង graduated with honor សៀវហុងបានបញ្ចប់ការសិក្សាប្រកបដោយកិត្តិយសអូខេ What do you want to be after you graduate អូខេតើអ្នកចង់ធ្វើអ្វីក្រោយពេលរៀនចប់តើអ្នកចង់ធ្វើអ្វីក្រោយពីអ្នកសិក្សាចប់ឬក្រោយពីអ្នកបញ្ចប់ការសិក្សាអញ្ចឹងអូខេ What do you want to be to do after you graduate